ព្រះបន្ទូលលើកទឹកចិត្តខុសទាំងស្រុងប៉ុន្តែមិនអីទេអត្ថបទគម្ពីរកិច្ចការជំពូក9ខ1ដល់ខ6ឯសូលគាត់នៅតែបញ្ចេញសេចក្តីគំរាមនិងពាក្យកំហែងព្រមទាំងការសម្លាប់ដល់ពួកសិស្សនៃព្រះអម្ចាស់នៅឡើយក៏ទៅឯសម្ដេចសង្ឃសូមសម្បត្តិកាន់យកទៅឯសាលាប្រជុំទាំងប៉ុន្មាននៅក្រុងដាម៉ាស់ប្រយោជន៍ដើម្បីបើឃើញមានអ្នកណាខ្លះដែលប្រតិបត្តិតាមផ្លូវនោះទោះប្រុសឬស្រីក្តីនោះនឹងចាប់ចងគេនាំមកឯក្រុងយេរូសាឡិមប៉ុន្តែកំពុងដែលគាត់ដើរតាមផ្លូវទៅជិតនឹងដល់ក្រុងដាម៉ាស់ហើយនោះស្រាប់តែមានពន្លឺពីលើមេឃភ្លឺមកនៅជុំវិញខ្លួនគាត់ក៏ដួលដល់ដីរួចឮសំឡេងមានប្របន្ទូលមកថាសូលណែសូលហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះគាត់ទូលឆ្លើយថាអោព្រះម្ចាស់អើយព្រះអង្គណានោះរួចព្រះម្ចាស់ទ្រង់តបថាខ្ញុំនេះជាព្រះយេស៊ូវដែលអ្នកបៀតបៀនចូលក្រោកឡើងចូលទៅក្នុងទីក្រុងទៅនោះគេនឹងប្រាប់អ្នកឲ្យដឹងពីការដែលអ្នកត្រូវធ្វើនោះជាពាក្យពេចន៍ដែលគួរឲ្យរន្ធត់ដែលមនុស្សមិនធ្លាប់បានឮពីមុនមកលោកប៉ូលបានសួរថាអោព្រះម្ចាស់អើយព្រះអង្គណានោះមានឮសំឡេងពីលើមេឃឆ្លើយតបថាខ្ញុំនេះជាព្រះយេស៊ូវដែលអ្នកបៀតបៀនប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំទទួលបានបន្ថែមទៀតនោះគឺពាក្យប៉ុន្តែមានន័យថាមិនទាន់បញ្ចប់ត្រឹមតែពាក្យដែលគួរឲ្យរន្ធត់នោះទេគឺព្រះអង្គនៅតែមានព្រះបន្ទូលទៅកាន់លោកប៉ូលថែមទៀតព្រះអង្គមានព្រះបន្ទូលបន្តទៀតថាចូលក្រោកឡើងចូលទៅក្នុងទីក្រុងទៅនោះគេនឹងប្រាប់អ្នកឲ្យដឹងពីការដែលអ្នកត្រូវធ្វើព្រះយេស៊ូវមិនបានចាប់កំហុសរបស់លោកប៉ូលទេព្រះអង្គក៏មិនស្រែកកំហុសដាក់លោកឬមានព្រះបន្ទូលសាររើពីកំហុសទាំងអំបាលម៉ានដែលលោកបានប្រព្រឹត្តកន្លងមកនោះទេព្រះអង្គគ្រាន់តែប្រាប់លោកពីរឿងដែលត្រូវធ្វើបន្ទាប់ទៀតរួចមកព្រះយេស៊ូវរៀបចំជំហានបន្ទាប់សម្រាប់លោកប៉ូលព្រះអង្គបានត្រាស់ហៅអ្នកជឿធម្មតាម្នាក់ឈ្មោះអាណានីទាំងប្រាប់គាត់ឲ្យទៅជួបលោកប៉ូលឲ្យគាត់អធិដ្ឋានជូនលោកឲ្យបានជាព្រមទាំងស្វាគមន៍លោកផងអាណានីភ្ញាក់ផ្អើលណាស់ប៉ុន្តែគាត់ធ្វើតាមអ្វីដែលព្រះយេស៊ូវបានមានប្រាប់បន្ទូលប្រាប់គាត់ហើយមិនយូរប៉ុន្មានលោកប៉ូលបានទទួលបុណ្យជ្រមុជទឹកនិងរៀបចំខ្លួនដើម្បីជួបបងប្អូនអ្នកជឿថ្មីជាច្រើនអ្នកទៀតរឿងដែលខ្ញុំពេញចិត្តនោះគឺជាវិធីដែលព្រះយេស៊ូវដោះស្រាយជាមួយអំពើបាបរបស់លោកប៉ូលយ៉ាងស្ងប់ស្ងាត់បំផុតវិធីនោះប្រាប់ខ្ញុំពីរបៀបដែលទ្រង់នឹងដោះស្រាយជាមួយខ្ញុំដែរនៅពេលខ្ញុំធ្លាក់ទៅក្នុងភាពរញ៉េរញ៉ៃការអាក្រក់មួយចំនួនព្រះអង្គមិនស្រែកគំហកដាក់ខ្ញុំគំរាមកំហែងខ្ញុំឬធ្វើការអាក្រក់អ្វីមកលើខ្ញុំទេព្រះអង្គគ្រាន់តែដោះស្រាយឲ្យខ្ញុំរួចចេញពីភាពរញ៉េរញ៉ៃនិងលាងសម្អាតខ្ញុំឲ្យបានស្អាតប៉ុណ្ណោះក្រោយមកព្រះអង្គប្រាប់ខ្ញុំពីរឿងដែលត្រូវធ្វើដើម្បីឲ្យខ្ញុំអាចធ្វើពន្ធកិច្ចបម្រើទ្រង់បានយើងពិតជាមានព្រះអម្ចាស់ដ៏អស្ចារ្យមួយអង្គដែលទ្រង់ស្រឡាញ់យើងយ៉ាងខ្លាំងបែបនេះព្រះអង្គបានប្រគល់រូបអង្គទ្រង់សម្រាប់យើងទទួលយកការឈឺចាប់របស់យើងសុគតជំនួសយើងហើយរស់ពីសុគតឡើងវិញដើម្បីឲ្យទ្រង់អាចប្រទានជីវិតអស់កលជានិច្ចរបស់ទ្រង់មកដល់យើងនេះគឺជាការអត់ធ្មត់ជាសេចក្តីស្រឡាញ់ជាភាពស្ងប់ស្ងាត់របស់ព្រះនៃយើងគ្មានអ្វីដែលចម្លែកទេ
ដែលយើងត្រូវតែស្រឡាញ់ទ្រង់នោះសូមចូលរួមអធិដ្ឋានជាមួយនឹងយើងខ្ញុំអោព្រះយេស៊ូវអើយទូលបង្គំសូមអរព្រះគុណទ្រង់ចំពោះការអត់ធ្មត់ដោយសេចក្តីស្រឡាញ់របស់ទ្រង់ជាមួយទូលបង្គំយើងខ្ញុំសូមព្រះអង្គរក្សាទូលបង្គំឲ្យនៅជាប់ជាមួយទ្រង់ជារៀងរហូតតទៅអាមែនតើលោកអ្នកមានចាំពេលមួយដែលមាននរណាម្នាក់អាចស្រែកគំហកដាក់លោកអ្នកបានប៉ុន្តែគាត់បែរជាមិនស្រែកគំរាមកំហែងលោកអ្នកទៅវិញតើលោកអ្នកមានអារម្មណ៍ដូចម្ដេចនៅពេលដែលពួកគេបង្ហាញពីក្តីមេត្តាដល់លោកអ្នកបែបនោះចូលទូលសូមព្រះអម្ចាស់ឲ្យបង្ហាញលោកអ្នកនៅសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ទ្រង់ឲ្យកាន់តែច្បាស់ហើយប្រើលោកអ្នកដើម្បីបង្ហាញសេចក្តីស្រឡាញ់នោះដល់អ្នកដទៃសូមអរគុណសូមព្រះប្រទានពរ